ថ្មីនេះលោក Harvey Bowers អ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យបំផុតដែលទើបតែទទួលបានពានរង្វាន់ Nobel រូបវិទ្យាកំពុងជិះយន្តហោះត្រឡប់មកប្រទេសវិញស្ថានីយ៍របស់យើងទើបតែទទួលបានព័ត៌មានថាយន្តហោះដែលលោក Harvey Bowers ជិះបានផ្ទុះនិងបែកខ្ទេចខ្ទីនៅលើអាកាសលោកគ្រូពេទ្យតើកូនប្រុសរបស់ខ្ញុំយ៉ាងម៉េចហើយពិតជាអភូតហេតុណាស់កូនប្រុសរបស់អ្នកដឹងខ្លួនហើយចម្លែកណាស់គេថែមទាំងមានសុខភាពល្អជាងមនុស្សធម្មតាទៅទៀតតើខ្ញុំមិនមែននៅលើយន្តហោះទេអត់យន្តហោះផ្ទុះបាត់ទៅហើយហេតុអ្វីខ្ញុំមិនទាន់ស្លាប់ទៀតចុះហេតុអ្វីបានជាខ្លួនប្រាណរបស់ខ្ញុំខ្លាចជាក្មេងតូចបែបនេះវិញ Leland មិនអីទេល្អហើយដូចជាខ្ញុំចាប់ជាតិថ្មីមែនទេហើយស្ត្រីម្នាក់នេះគឺជាម្ដាយរបស់ខ្ញុំអត់ម្ដាយសូមទទួលទូរស័ព្ទមួយផ្លែត Shelia នៅសល់តែកន្លះម៉ោងទៀតកម្មវិធីនឹងចាប់ផ្ដើមហើយតើនាងទៅណាហើយបើនាងមិនមកទៀតទេខ្ញុំនឹងលុបចោលសិទ្ធិប្រកួតរបស់នាងសូមទោសផងលោកដឹកនាំរឿងតើអាចរងចាំខ្ញុំបន្តិចទៀតបានទេខ្ញុំនឹងទៅដល់ភ្លាម Leland ម៉ាក់ខ្ញុំទៅជាមួយម៉ាក់ដែរគ្រូពេទ្យក៏ប្រាប់ថាខ្ញុំមិនអីដែរតើកម្មវិធីប្រកួតប្រជែងខួរក្បាលកម្ពុជាពិភពលោកតើលោក Oliver នៅឯណាប្រញាប់ឡើងទៅផាត់មុខទៅឆាប់បង្ហើយទៅការប្រកួតចិត្តចាប់ផ្ដើមហើយគាត់ជាអ្នកណាលោកដឹកនាំរឿងនេះជាកូនប្រុសរបស់ខ្ញុំគ្មាននរណាម្នាក់មើលថែគេទេបានហើយកុំឲ្យគេដើរផ្ដេសផ្ដាស់ឲ្យសោះឯងប្រញាប់មកជាមួយខ្ញុំមកចាសល្អសៀវយូកូនចាំម៉ាក់នៅទីនេះមួយផ្លែតណាកុំដើរលេងផ្ដេសផ្ដាស់ឲ្យសោះ54វិនាទីជាកំណត់ត្រាកំពូលអេតើវាពិបាកខ្លាំងណាស់មែនទេអ្នកទាំងអស់គ្នាការប្រកួតលើកនេះពាក់ព័ន្ធនឹងកិត្តិយសរបស់ជាតិអ្នកទាំងអស់គ្នាសុទ្ធតែជាសមាជិកដែលខ្ញុំបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដូច្នេះការប្រកួតលើកនេះគឺពឹងផ្អែកលើអ្នកទាំងអស់គ្នាហើយលោកគ្រូបារម្ភអីការប្រកួតលើកនេះពួកយើងប្រកាសជាឈ្នះឲ្យតែសមាជិកខ្លះកុំទាញជើងក្រោយគឺបានហើយមកប្រកួតទាំងនាំកូនមកតាមទៀតអ្នកទាំងអស់គ្នានិយាយមើលក្រុមនាគរបស់ពួកយើងធ្លាក់ចុះដល់ថ្នាក់ត្រូវការម្ដាយតូម្នាក់មកចូលរួមប្រកួតដែរអេបានហើយការប្រកួតចិត្តចាប់ផ្ដើមហើយត្រូវចេះសាមគ្គីគ្នាលោកគ្រូលីនតារាងចំណាត់ថ្នាក់ត្រូវបានធ្វើបច្ចុប្បន្នភាពហើយមាននរណាម្នាក់បានបំបែកកំណត់ត្រាហើយ10វិនាទីនេះជាកំណត់ត្រាពិភពលោកថ្មីមួយវាលឿនជាងកំណត់ត្រា54វិនាទីរបស់ចៅស៊ីឆ្ងាយណាស់ទៅរួចយ៉ាងម៉េចតើអាចមាននរណាម្នាក់បំបែកកំណត់ត្រារបស់ខ្ញុំលឿនយ៉ាងនេះបានយ៉ាងម៉េចមួយក៏នៅមានកម្ពុជាអ្នកខ្លាំងដែលខ្ញុំមិនស្គាល់នៅក្នុងប្រទេសនេះឲ្យតែអាចតាក់ទាញកម្ពុជាអ្នកខ្លាំងរូបនោះឲ្យចូលក្រុមពួកយើងបានការប្រកួតលើកនេះពួកយើងប្រកាសជាបានពានជាមិនខានរបស់ងាយបែបនេះចាំបាច់ត្រូវធ្វើផ្អើលដល់ថ្នាក់នឹងដែរ